បងប្អូនដែលរស់នៅក្នុងក្រុងប៉ោយប៉ែតបានស្គាល់ហាងត្រីដុតមកកន្លែងនេះនៅបងប្អូនខ្ញុំហ៊ានឲ្យ10 លើ 10ហ្មងបងប្អូនគឺត្រីដុតគាត់គឺឆ្ងាញ់ខ្លាំងបងប្អូនហើយឥឡូវហ្នឹងមានប្រម៉ូសិនទៀតបងប្អូនមួយឈុតត្រឹមតែ10000រៀលទេបងប្អូនអើយបងប្អូនទាំងអស់គ្នារស់រាន់ឡើងបងប្អូនត្រីដុតគាត់កន្លែងគាត់គឺខ្ញុំហ៊ាននិយាយថាគឺឆ្ងាញ់បដ ாய் បងប្អូនគឺមានរសជាតិឆ្ងាញ់ប្លែកពីហាងត្រីដុតដតីដោយសារតែគ្រឿងផ្សំរបស់គាត់ហ្នឹងក៏ផ្សំពីគល់ក្រៃជាមួយនឹងស្លឹកតើយបងប្អូនដល់ពេលយើងហូបទៅមានអារម្មណ៍ថាឈ្ងុយឆ្ងាញ់ហើយមានក្លិនក្រអូបស្លឹកតើយបងប្អូនហើយកន្លែងត្រីដុតរបស់គាត់មិនមែនមានតែត្រីដុតទេបងប្អូនមានត្រីញៀនមានត្រីអប់គ្រឿងស្លឹកចេកនិយាយទៅសាច់ត្រីឈ្ងុយខ្លាំងបងប្អូនចាំមើលទាំងអស់គ្នានេះត្រីអប់គ្រឿងស្លឹកចេកបងប្អូនគឺបើកមកសិតតែគ្រឿងហើយក៏អូបត្រីឡើងឈ្ងុយជាពិសេសវាឈ្ងុយចេញពីស្លឹកចេកមកវិញបងប្អូនគឺទៅតំណងខ្លាំងមែនតើបងប្អូនទាំងអស់គ្នាបងប្អូននៅប៉ោយប៉ែតអាចមកសាកមើលបានណាបងប្អូនគឺត្រីដុតត្រីញៀនងៀតគោនិយាយទៅកន្លែងគាត់មានច្រើនមែនតើបងប្អូនហើយឥឡូវហ្នឹងប្រម៉ូសិនទៀតបងប្អូនឲ្យរស់រាន់ឡើងនេះមួយឈុតត្រឹមតែ10000រៀលហើយគាត់មានត្រីញៀនមានអីទៀតបងប្អូនហើយនិយាយពីទឹកជ្រលក់វិញមានសឹងគ្រប់បែបគ្រប់ម៉ូតហ្មងច្រើនមែនតើទឹកជ្រលក់គាត់មានទឹកត្រី7ទុំមានអូយមានទឹកត្រីកោះកុងមានអីទៀតនិយាយទៅឆ្ងាញ់មែនតើបងប្អូនអរគ្នាអាចមកសាកបានអ្នកនៅប៉ោយប៉ែតហើយកន្លែងគាត់មិនមែនមានលក់តែអញ្ចឹងទេបងប្អូនគឺគាត់មានលក់ច្រើនមុខហើយមាន delivery ទៀតបងប្អូនមកទិញដល់ហាងផ្ទាល់ក៏បានមកញ៉ាំនៅហាងផ្ទាល់ក៏បានបងប្អូនអាចកំងតាម app ក៏បានដែរបងប្អូនទាំងអស់គ្នាគឺមានសេវាកម្មកំងតាម app ក៏មានដែរបងប្អូនចង់មកភ្លួររសជាតិត្រីអាចមកភ្លួររសជាតិនៅត្រីនៅហាងគាត់បានគឺឆ្ងាញ់មែនតើរសជាតិគាត់គឺមានរូបមន្តត្រឹមត្រូវបងប្អូនទាំងអស់គ្នាដូចខ្ញុំបានប្រាប់ចឹងមិនមែនមានតែត្រីដុតទេគឺមានច្រើនមែនតើដោយបងប្អូនបានឃើញមនុយខាងលើនេះចឹងគឺច្រើនមុខច្រើនម៉ូតមែនតើបងប្អូនហើយទីតាំងមិនពិបាករកទេបងប្អូនមកពីខាងផ្លូវសារសមាគមឬដីថ្មីហ្នឹងបងប្អូនបត់តាមផ្លូវការ៉ាសាំងតេឡាហ្នឹងទៅឆ្វេងត្រង់រហូតទៅបងប្អូនជិះតាមផ្លូវហ្នឹងត្រង់រហូតមកបងប្អូនទាំងអស់គ្នាជិះមកតាមផ្លូវហ្នឹងត្រង់រហូតមកដល់ឯសាលាបឋមសិក្សាប៉ោយប៉ែតបងប្អូននេះមកដល់សាលាបឋមសិក្សាប៉ោយប៉ែតនេះគឺបងប្អូនហួសសាលាបឋមសិក្សាប៉ោយប៉ែតហ្នឹងទៅទៀតនេះបងប្អូនគឺហួសសាលាបឋមសិក្សាប៉ោយប៉ែតហ្នឹងទៅបន្តិចគឺហួសសាលាបឋមសិក្សាប៉ោយប៉ែតហ្នឹងទៅបន្តិចបងប្អូននឹងឃើញការ៉ាសាំងមួយនៅខាងស្ដាំដៃហ្នឹងគឺ LPG ហ្នឹងបងប្អូនហួសការ៉ាសាំង LPG ទៅបន្តិចទៅគឺហាងរបស់គាត់គឺនៅខាងឆ្វេងដៃបងប្អូនទាំងគ្នាបងប្អូនក៏លេខមកខាងឆ្វេងដៃបងប្អូននឹងឃើញផ្លាកយីហោហាងគាត់ឈ្មោះថា NP Rawit Trade. បងប្អូនទាំងគ្នាគឺមានផ្លាកយីហោដ៏ធំមួយបងប្អូនគឺនៅទល់មុខនឹងហាងសម្លៀកបំពាក់ SK បងប្អូនទាំងគ្នាគឺដោយតែបងប្អូនបានឃើញចឹងគឺផ្លាកយីហោគាត់ធំប៉ុណ្ណាប៉ុណ្ណីបងប្អូនគឺនៅជាប់មជ្ឈមណ្ឌលកុំព្យូទ័រប៉ោយប៉ែតបងប្អូនទាំងគ្នាហើយបំរាប់បងប្អូនដែលមកពីផ្លូវធំវិញមកពីផ្សារកណ្ដាលអីបងប្អូនគឺហួសភ្លើង stop AC Lida បន្តិចទៅបងប្អូនជីទៅត្រង់រហូតបងប្អូនទាំងគ្នានេះភ្លើង stop AC Lida នេះបងប្អូនទៅត្រង់រហូតទៅបងប្អូននឹងឃើញការ៉ាសាំងផ្ទះលេខ 2បងប្អូនបាទឃើញការ៉ាសាំងផ្ទះលេខ 2នៅខាងស្ដាំដៃហ្នឹងបងប្អូនទាំងអស់គ្នាបត់ចូលតាមផ្លូវការ៉ាសាំងផ្ទះលេខ 2ហ្នឹងទៅបងប្អូនទាំងអស់គ្នាបត់ចូលតាមផ្លូវការ៉ាសាំងផ្ទះលេខ 2ហ្នឹងទៅសម្រាប់បងប្អូនដែលមកពីខាងកំពង់មូលរកទ្វារអន្តរជាតិប៉ោយប៉ែតបងប្អូនគឺបត់ចូលតាមផ្លូវការ៉ាសាំងផ្ទះលេខ 2ហ្នឹងទៅត្រង់រហូតទៅបងប្អូនទាំងអស់គ្នាគឺកាត់តាមផ្សារត្រីបងប្អូនគឺយើងជិះកាត់តាមផ្សារត្រីទៅត្រង់រហូតមិនបត់តាណាទេបងប្អូនទាំងគ្នាគឺត្រូវត្រង់រហូតទៅគឺទៅដល់ហើយបងប្អូនបាទគឺយើងជិះកាត់តាមផ្សារត្រីនឹងទៅត្រង់រហូតទៅបងប្អូនគឺទៅដល់ហើយកន្លែងហាងរបស់គាត់ហើយត្រង់រហូតទៅគឺយើងឃើញផ្លាកយីហោគាត់នៅខាងស្ដាំដៃព្រោះយើងមកពីខាងផ្លូវធំហាងគាត់នៅខាងស្ដាំដៃនឹងស្រេចតែបងប្អូនទាំងគ្នាដូចបងប្អូនបានឃើញអញ្ចឹងនេះ NP Rawit Trade. ឆ្ងាញ់បងប្អូនកុំភ្លេចមកភ្លួររសជាតិត្រីដុតគាត់ទាំងអស់គ្នាបងប្អូននៅអត់ទាន់ប្រម៉ូសិនមួយឈុតត្រឹមតែ10000ទេណាបងប្អូនទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ